ម៉ាស៊ីនស្រេះ Brother នេះជាលេខ model Mark Brother ហើយនេះជាតាប្លូ Mark Brother របៀបកំណត់ជើងទាខ្ពស់ទាបកំណត់ល្បឿនខាងក្រៅដោះសោល្បឿនខាងក្នុងនិងរបៀប reset format កំណត់ program ម៉ាស៊ីនឡើងវិញបើកុងតាក់ម៉ាស៊ីនរងចាំឲ្យចេញសញ្ញាភ្លើងចុចបែបហ្នឹងជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យជើងទាលើកដុំនាការជើងទាលើកបានទៀតយើងពិបាកសោកសាច់ក្រណាត់អាវឬក៏ខោដើម្បីស្រេះអញ្ចឹងរបៀបកំណត់ជើងទាខ្ពស់ទាបចុចប៊ូតុង Select ឲ្យភ្លើងលឿងទូចលោតចូលសញ្ញាចុងអដៃរួចចុច Enter សញ្ញាព្រួញមុនបន្តិចនិងប៊ូតុងនឹងក្នុងពេលតែមួយដកដៃចេញភ្លើងក្រហមទូចនៅក្នុងប៊ូតុងនឹងរួចចុចព្រួញខាងលើកំណត់យកលេខ5ហើយលេខ2គឺជាលេខកំណត់ជើងទាខ្ពស់ទាបបងប្អូនចុចព្រួញខាងក្រោមឬខាងលើកំណត់ជើងទាខ្ពស់ឬទាបប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកប៉ុណ្្នឹងទៅនៅពេលដែលយើងកំណត់ជើងទាទាបឬខ្ពស់ប៉ុណ្ណាដែលយើងចង់បានរួចហើយចុច Enter សញ្ញាព្រួញដើម្បីសេវឲ្យជាប់រួចចុចប៊ូតុង Select ឲ្យភ្លើងពណ៌លឿងលូតចូលអូតូវើជុំហើយជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យម៉ាស៊ីនដំណើរការស្រេះនៅពេលដែលយើងស្រេះរួចហើយពេលកាត់អំបោះជើងទាគឺលើកបានខ្ពស់អញ្ចឹងយើងងាយស្រួលសោកសាច់ក្រណាត់អាវឬក៏ខោដើម្បីស្រេះបន្តទៅមុខទៀតរបៀបកំណត់ល្បឿនខាងក្រៅដោះសោល្បឿនខាងក្នុងអញ្ចឹងខ្ញុំជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យម៉ាស៊ីនដំណើរការស្រេះល្បឿនម្ជុលគឺរត់ស្រេះយឺតបង្វែរទៅតាប្លូយើងវិញចុចប៊ូតុង Select ឲ្យភ្លើងលឿងទូចចូលសញ្ញាចុងអដៃលេខ00គឺកំណត់ល្បឿនខាងក្រៅល្បឿនខាងក្រៅ1000ចុចដំឡើងល្បឿនអស់ត្រឹម1300អញ្ចឹងរបៀបដោះសោល្បឿនខាងក្នុងចុចប៊ូតុង Select ឲ្យភ្លើងលឿងទូចចូលប៊ូតុងសញ្ញាចុងអដៃរួចចុចប៊ូតុង Enter សញ្ញាព្រួញមុនបន្តិចនិងប៊ូតុងនឹងក្នុងពេលតែមួយដកដៃចេញភ្លើងពណ៌ក្រហមទូចនៅក្នុងប៊ូតុងនឹងបន្ទាប់មកចុចព្រួញខាងលើកំណត់យកលេខ18ហើយល្បឿនខាងក្នុង1300បងប្អូនចុចព្រួញខាងក្រោមឬខាងលើកំណត់ល្បឿនខាងក្នុងយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកល្បឿនប៉ុណ្្នឹងទៅនៅពេលដែលយើងកំណត់ល្បឿនខាងក្នុងរួចហើយចុច Enter សញ្ញាព្រួញដើម្បីសេវឲ្យជាប់រួចចុចប៊ូតុង Select ឲ្យភ្លើងលឿងទូចចូលសញ្ញាចុងអដៃគឺយើងកំណត់ល្បឿនខាងក្រៅវិញម្ដងចុចព្រួញខាងក្រោមឬខាងលើកំណត់ល្បឿនខាងក្រៅយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកល្បឿនប៉ុណ្្នឹងទៅល្បឿនខាងក្នុងយើងកំណត់ប៉ុណ្ណាល្បឿនខាងក្រៅក៏អស់ត្រឹមប៉ុណ្្នឹងដែរអញ្ចឹងខ្ញុំកំណត់ល្បឿនខាងក្រៅត្រឹមតែ3000ទេរួចចុច Enter សញ្ញាព្រួញដើម្បីសេវឲ្យជាប់បន្ទាប់មកចុចប៊ូតុង Select ឲ្យភ្លើងលឿងទូចចូលប៊ូតុងអូតូវើជុំរួចជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យម៉ាស៊ីនដំណើរការស្រេះល្បឿនរត់ស្រេះលឿនឡើងវិញហើយបន្តទៅមុខទៀតរបៀប Reset Format កំណត់ Program ម៉ាស៊ីនឡើងវិញបិទកុងតាក់ម៉ាស៊ីនបន្ទាប់មកចុចប៊ូតុងអក្សរ Reset នឹងឲ្យជាប់រួចបើកកុងតាក់ម៉ាស៊ីនយើងកុំអាសដកដៃចេញរងចាំឲ្យចេញភ្លើងសញ្ញាពណ៌ក្រហមចុចបែបហ្នឹងចាំយើងដកដៃចេញរួចជន់ឈ្នាន់ខាងក្រោមទៅមុខឲ្យជើងទាលើកដុំនាការ
ចេញលេខប្រូក្រាមបែបហ្នឹងរួចចុចប៊ូតុង Select ឲ្យភ្លើងលឿងទូចចូលប៊ូតុង Auto Version នេះហើយគឺជារបៀបកំណត់ជើងទាខ្ពស់ទាបកំណត់ល្បឿនខាងក្រៅដុសសោល្បឿនខាងក្នុងនិងរបៀប Reset Format កំណត់ប្រូក្រាមម៉ាស៊ីនឡើងវិញសូមអរគុណ